ពេលទៅអបសក់ចង់ធ្វើឲ្យញ៉ាំកំដរមាត់មែនតើមកសាក់ជាមួយនឹងមនុស្សនេះបានត្រូវបំពងស្រួយដាក់ជាមួយនឹងទឹកមាញ់នេះចុះទៀតអូយនឹងតើដើមគ្នាញ៉ាំរត់ដៃហ្មងថ្ងៃនេះចេញមកមើលបងប្អូនណាខ្លះចូលចិត្តញ៉ាំត្រាវហើយពេលញ៉ាំត្រាវម្ដងចូលចិត្តញ៉ាំតែឯងគឺញ៉ាំគ្នាច្រើនបើខ្ញុំគិតថាញ៉ាំតែឯងអត់សូវឆ្ងាញ់ទេញ៉ាំគ្នាច្រើនមិនឆ្ងាញ់តែថ្ងៃនេះយើងមកញ៉ាំត្រាវដែរតែមិនមែនត្រាវអីណាត្រាវបំពងដាក់ជាមួយនឹងទឹកមាញ់នេះហើយមើលពីគ្រឿងផ្សំខ្ញុំទៅខ្ញុំមានដូចជាស្លឹកខ្ទឹមគោខ្ទឹមមានត្រាវមានការ៉ុតហើយនិងសាច់ជ្រូកចិញ្ច្រាំហើយជាមួយនឹងម្សៅបំពងស្រួយផងដែរបើនិយាយពីរបៀបធ្វើវិញគឺយើងដាក់ត្រាវនិងការ៉ុតហើយគ្រឿងផ្សំរបស់យើងទាំងអស់ហ្នឹងយើងលាយចូលគ្នានៅក្នុងចានមួយចឹងមកហើយយើងបន្ថែមនៅគ្រឿងផ្សេងៗដូចជាខ្ញុំដាក់បន្ថែមនៅម្សៅស៊ុបចំនួន3ស្លាបព្រាកាហ្វេតិចតួចហ្នឹងហើយថែមស្ករមួយស្លាបព្រាទឹកត្រីមួយស្លាបព្រានិងជាមួយនឹងទឹកប្រេងខ្យល់មួយស្លាបព្រាដែរហើយនៅពេលដែលខ្ញុំធ្វើម្ហូបខ្ញុំមិនអាចអត់បានជាមួយនឹងម្សៅស៊ុបមកគ្រឿងលួងទេម្សៅស៊ុបមកគ្រឿងលួងដាក់បានគ្រប់មុខម្ហូបហ្មងស្ងោរឆាប្រឡាក់សាច់បំពងអីត្រូវចូលជាតិគ្នាហ្មងហើយដល់ពេលឥឡូវយើងធ្វើការមូវាឲ្យជ័យរាងមូចឹងមកតែបងប្អូនមិនបាច់មូធំពេកទេព្រោះខ្លាចពេលយកបំពងទៅវាឆ្អិនដល់ក្នុងពេលបំពងដាក់ខ្លាញ់ច្រើនណាចាំខ្លាញ់ក្តៅខ្លាំងចាំដាក់ត្រាវចូលហើយចំពោះម្ហូបមួយមុខនេះនឹងគឺស្តៀងនឹងសាយ៉ដែរតែសាយ៉យើងត្រូវការសបកសាយ៉យកមកធ្វើតែនេះគឺយើងត្រូវការតែត្រាវយកមកបំពងមួយម្សៅណាបងប្អូនអាចយកទៅញ៉ាំជាមួយនឹងទឹកជ្រលក់ផ្សេងៗទៀតបានដូចជាទឹកត្រីផ្អែមអីហ្នឹងឬមួយក៏យើងអាចយកញ៉ាំបានជាមួយនឹងនំបញ្ចុកទឹកត្រីផ្អែមហើយជាចុងក្រោយយើងរៀបដាក់ចានហើយបន្ថែមជាមួយនឹងទឹកម៉ាញ៉ាណេសយើងស្រោចពីលើចុះទៀតឡើងតំណងហ្មងណា